បាទស្រីបងប្អូនបាទថ្ងៃនេះខ្ញុំបង្ហាញបងប្អូនពីការអាប់ដេតថ្មីរបស់ Facebook Ad ថៃបាទចុងឆ្នាំ2025និងដើមឆ្នាំ2026បងប្អូនណាអញ្ចឹងឥឡូវវាប្រៃ AI ច្រើនបាទជាកឲ្យយើងបង្កើតcampaign មួយយ៉ាងមកហើយយើងមានបង្កើត ad set 3មកហើយ ad ថៃគេអាចប្រើចន្លោះ3ទៅ6បាទអញ្ចឹងមួយ adset យើងអាចដាក់2ក៏បានដាក់1ក៏បានបើយើងដាក់6យើងដាក់បាទ adset 2អញ្ចឹងវា2 3ដង6គេ6 ad បាទហើយ campaign យើងប្រើតែមួយទេដើម្បីឲ្យអ្វីឲ្យ AI គាត់អ្នកធ្វើការអញ្ចឹងណាឲ្យវារត់ឲ្យបាទយើងបាច់អី target អីច្រើនទេយើងដាក់ជាលក្ខណៈខាត់ទៅដើម្បីឲ្យ AI កំណត់តែជនឲ្យបាទអញ្ចឹងទេឥឡូវខ្ញុំនឹងបង្ហាញទិសដៅលម្អិតបាទនេះអញ្ចឹងរបៀប set up ad ថ្មីសម្រាប់ការអាប់ដេតចុងក្រោយរបស់ Facebook ឬគេហៅ AI ad បាទអញ្ចឹង ad ប្រែ AI ច្រើនហើយគេពងពេញនិយមនៅឆ្នាំ2025ណាហើយចុងដើមឆ្នាំ20អញ្ចឹងយើងមាន campaign មួយហើយយើងបង្កើត ad set 3មកហើយយើងយកបើកមុខងារ Advanced Plus Advanced Plus ហ្នឹងគឺមុខងារ Optimize AI ហ្នឹងហើយបាទអញ្ចឹងដើម្បីរបៀប set up Facebook បែប AI Ad នៅអាប់ដេតថ្មីនេះបាទដោយ structure ដូចប្រាប់ម្ដងហើយម្ដងទៀតអញ្ចឹងបាទយើងបង្កើតcampaign មួយមាន ad set ចំនួន3ដល់យើងបំបែក target គ្នាណាបាទនេះ target ហ្នឹង optimize បែប AI បាទហើយយើងមាន ad 3ទៅ6ដូចប្រាប់ហើយអញ្ចឹងជំហានទី1បាទបង្កើតមកឲ្យយើងចូលទៅក្នុង ad manager ដូចខ្ញុំបង្ហាញហ្នឹង create វិធីមកនេះបងប្អូនចេះហើយសម្រាប់អ្នកចាស់បើអ្នកថ្មីអត់ទាន់ទេយើងនេះគាត់ចុចប៊ូតុង create ហ្នឹងមក add campaign ហ្នឹងមកហើយយើងដល់ asset នេះយើងធ្វើ3មកហើយ app ថៃនេះ3អានេះចាំភាគ2ខ្ញុំនឹងបង្ហាញជូនការអនុវត្តហើយសម្រាប់នៅភាគ1នេះខ្ញុំនឹងបង្ហាញជាលក្ខណៈជាទ្រឹស្ដីនិងជាគណៈការសរសេរ script បាទអញ្ចឹងវាយើង app ថៃវាអាស្រ័យលើ ad script ដែរណាបងប្អូនបាទអញ្ចឹងខ្ញុំនឹង full example បាទអញ្ចឹងខ្ញុំយកប្រភេទឆ្នាំងដាំបាយគេហៅថាឆ្នាំងបាយសម្ពាធខ្យល់បាទ pressure cooker ដែលមានមុខងារ15អញ្ចឹងដោយសារ Facebook ឥឡូវវា update អញ្ចឹងយើង15មុខងារយើងត្រូវបង្កើត15 advertise ឬក៏ add 15អតិថិជនគោលដៅប៉ុន្តែដល់វាច្រើនពេកអញ្ចឹងខ្ញុំយកសង្ខេបតែ3បាទ three main function សម្រាប់តែទី1ខ្ញុំយក focus ទៅលើមុខងារ low sugar rice ឆ្នាំបានបង្កាត់បន្ថយជា score បាទហើយមុខងារទី2ខ្ញុំ fast cook soup បាទចំអិនស៊ុបផុយលឿនបាទចំអិនលឿនហើយទី3គឺខ្ញុំ focus ទៅលើស្ដាយទុនឆ្ងាញ់ជាឆ្នាំងធម្មតាអញ្ចឹង asset ទី1ខ្ញុំនឹងប្រើមុខងារមួយនេះបានមកសរសេរបង្កើតបាទអញ្ចឹងcampaign ឬក៏ ad set ទី1ហ្នឹងបាទយើងប្រើ mistake បាទ link ខ្ញុំអត់ប្រើទេខ្ញុំលុបចោលវិញបាទ sale នេះគាត់ប្រើដែរដោយសារ page ទូចបាទយើងដើរ message នេះគឺដើរជាងបាទ campaign set up ហើយ campaign របស់ខ្ញុំហ្នឹងគឺលក្ខណៈobjective គឺយើងចង់បានលក់ភ្លាមលក់យកហ្មងបាទគឺដោយប្រើ message នឹងលុបភ្លាមតែម្ដងណាបាទហើយ advance យើងប្រើមុខងារ AI គឺយើងបើកមុខងារ advance plus ហ្នឹងមកបាទ budget ហ្នឹងយើងបើក on មកហើយ daily budget ខ្ញុំដាក់$10បាទ campaign មួយ campaign ហ្នឹង$10អញ្ចឹង ad set ទី1យើងដាក់$10$10ហ្នឹងយើងបែរជា3 ad set set ទី1យើងដាក់$3ហើយនឹង$4អញ្ចឹងបាទយើងបើមានលុយច្រើនយើងដាក់10ទាំងអស់ក៏បានដែរបាទអញ្ចឹងដើម្បី set up ឬក៏តម្លើងហ្នឹងបងប្អូនយល់គោលបំណងហើយគឺយើងត្រូវមាន AI ad set ចំនួន3បាទដោយសារដល់ ad set ទី1យើងលក្ខណៈ broadcast audience យើងអត់កំណត់តែ interest ទេបាទនឹងឲ្យ AI ធ្វើការ100%ទី1បាទដោយយើងកំណត់ទីតាំងយើងនៅប្រទេសកម្ពុជាក៏យើងកំណត់ខេត្តអីដែរបាទលក្ខណៈ broadcast ឲ្យ AI ចាប់ឲ្យហើយអតិជនគោលដៅគឺអាយុចាប់ពី20ទៅ60
បាទ10ឆ្នាំបែរនឹងរៀនប្រាថ្នាខ្ញុំចេះស្ដែងប្រភេទហ្នឹងខ្ញុំដាក់ដល់30ឆ្នាំបាទ20វាប្រកាសពីមើលឃើញច្រើនមែនប៉ុន្តែវាខុសបាទបរិសាអានេះយើងពិចារណាយកមនុស្សចាស់ហើយភេទខ្ញុំយកទាំងអស់ភេទប្រុសភេទស្រីបាទអ្នកដែលមានបញ្ហាសុខភាពឬអ្នកមនុស្សចាស់បន្តយ៉ាងគាត់ត្រូវការសុខភាពល្អបាទហើយ interest គឺអត់យកទេណានមានដាក់ interest ទេ Advanced Plus Targeting គឺបើកបាទអត់បាទមានបិទទេហើយ Optimization យើងប្រើ Mistake បាទប្រើ Mistake ហើយសម្រាប់យុទ្ធសាស្ត្រ asset ទី2យើងប្រើ Interest Targeting យើង Interest យើងប្រើបាទអញ្ចឹង location Cambodia បាទហើយអាយុខ្ញុំនៅដាក់មក30ឆ្នាំដែរបាទព្រោះខ្ញុំចេះស្ដាយខ្ញុំដាក់30បាទហើយ interest group ខ្ញុំប្រើ5ដល់7បាទទី1ខ្ញុំ target ទៅលើអ្នកដែលចូលចិត្ត cooking ហើយទី2ខ្ញុំយក interest តាក់ទងអ្នកដែលប្រើប្រាស់ឧបករណ៍ប្រទេសបាយ kitchen appliance ហើយអ្នកប្រើប្រាស់ឧបករណ៍នៅក្នុងផ្ទះបាទ home appliance ហើយនឹងអ្នកដែលចូលចិត្តស្រឡាញ់គ្រួសារបាទគឺ family ហើយនឹងអ្នកដែលចូលចិត្តញ៉ាំអាហារសុខភាព healthy eating ហើយនឹងអ្នកដែលចូលចិត្តឆ្នាំងដាំបាយ rice cooker ហើយនឹងអ្នកដែលចូលចិត្តទិញទំនិញតាម online បាទ shop online shopping បាទអញ្ចឹងអានេះសម្រាប់គេថា cold audience អញ្ចឹងយើងដាក់ interest ដែលចូលចិត្ត cooking ស្រាប់អូខេប៉ុន្តែដោយសារ interest នេះយើងចាប់បានតែអ្នកប្រើទូរស័ព្ទ Android ទេបើអ្នកប្រើទូរស័ព្ទ iPhone ឬ iOS ហ្នឹងគឺវា block interest ចោលបាត់ហើយអញ្ចឹងតើតែវានឹងរុញទៅមកគេថា HTTP បាទប្រើ AI ជំនួសវិញអ្នកដែលប្រើ iPhone ណាបាទនេះអាចត្រូវចំពោះអ្នកប្រើទូរស័ព្ទ Android Samsung Oppo អីបាទហើយយុទ្ធសាស្ត្រទី3គឺ asset ទី3គឺ retargeting audience នេះគឺទៅលើអតិថិជនចាស់ដែលធ្លាប់ page ដែលធ្លាប់ឆាតឬក៏ធ្លាប់ engagement ជាមួយនឹង page យើងពីមុនមកបាទអ្នកដែលធ្លាប់ពាក់ព័ន្ធជាមួយនឹង page របស់យើងពីមុនមកបាទគឺគេហៅថា short audience បាទអញ្ចឹង short audience Facebook page engagement 30ថ្ងៃចុងក្រោយអ្នកដែលបានមើលវីដេអូសារ 25% ឡើងអ្នកដែលមានបាន visit website យើងនេះបើសិនបើមានបាទខ្ញុំអត់មានទេកន្លែងនេះតែខ្ញុំមានpixel ខ្ញុំ add website មុនខ្ញុំមកឲ្យវា record ក្នុង pixel ហ្នឹងបាទហើយmistake redundancy អ្នកដែលបាន mistake មក page យើង14ថ្ងៃចុងក្រោយបាទអញ្ចឹងដើម្បី create ឲ្យយើងត្រូវការ create ad បាទ ad ចំនួន3ទៅ6ជាក់ស្ដែងខ្ញុំប្រើ ad ចាស់ទេខ្ញុំអត់បានបង្កើត ad ថ្មីទេបាទបើយើងបង្កើតថ្មីគឺល្អបើយើងអត់មានពេលទេយើងយកអា post ចាស់មកដាក់មកតែយើងរកមើលអា post ណាដែលខុសគ្នាបាទនិយាយព័ត៌មានពីផលិតផលយើងនឹងខុសគ្នាបាទហើយសំខាន់ទី1គឺការសរសេរ script បាទ primary text ហ្នឹង5បន្ទាត់ខាងលើហ្នឹងបាទហើយនឹងចំណុចទី2ក្នុងវីដេអូយើងត្រូវមានគេហៅថា short hop បាទពីទៅខ្ញុំអត់សូវមានបាទមានវីដេអូខ្លះមានពេលខ្លះដើរបាទអត់បាទអញ្ចឹងណាដោយសារខុសលក្ខណៈ hot នេះវាអត់សូវដើរជាណាយើងធ្វើត្រឹមត្រូវក៏អត់មានវីដេអូខ្លះដើរដែរអញ្ចឹងយើងសំខាន់យើងពេលប៊ូយើងយកវីដេអូណាដែលផុសដើរដាក់នឹងទៅទោះហុកនេះវាអត់ខ្លាំងក៏ដោយបាទហើយយើងត្រូវមាន headline ហើយយើងត្រូវមាន call to action ចុច send message ហ្នឹងគេហៅ call to action ហើយបាទ Engage benefit driven បាទ add one heading primary ឥឡូវនេះគឺនេះការសរសេរ script នៅលើ advertise ទី1 primary text ខ្ញុំសរសេរអញ្ចឹងអ្នកដែលចង់រក្សាសុខភាពនៅតែចូលចិត្តវិសាបាយច្រើនបាទយើងស្រឡាញ់សុខភាពតែយើងបាយយើងញ៉ាំជាប្រចាំវាអត់ញ៉ាំអត់បានអញ្ចឹងណាអញ្ចឹងយើងអាចឆ្នាំងដាំបាយយើងហ្នឹងអាច pressure cooker ហ្នឹង model ថ្មីនេះហ្នឹងដែលមានមុខងារបញ្ចុចជាតិស្ករហ្នឹងអាចជួយបានបាទ
ចឹង keyword មួយទៀតគឺវាដោយសារវាមានមុខងារចុះទៀតហរហូតដល់ប្រហែលពាក់កណ្ដាលចឹងទៅបាទឬក៏ប្រហែលភាគរយយើងដាក់ភាគរយក៏បានដែរបាទខ្ញុំដាក់ជាអក្សរបាទទីទៅអក្សរនឹងលេខគឺលេខគេល្អជាងអញ្ចឹងខ្ញុំដាក់50%វិញបាទពាក់កណ្ដាលឬក៏50%ភាគរយណានេះចានេះអូខេចឹងយើងដាក់ភាគរយទៅគឺអាច contact ល្អជាងអក្សរបាទអញ្ចឹងពាក់កណ្ដាលឬ50%សមស្របសម្រាប់មនុស្សបាទសំដៅទេវ័យចំណាស់ដែលថែរក្សាសុខភាពរាងកាយមិនចង់ឡើងទម្ងន់អ្នកដែលមានបញ្ហាជាតិស្ករខ្ពស់អញ្ចឹងអានឹងជាគោលដៅអតិថិជនរបស់យើងគឺមនុស្សចាស់បាទហើយនឹងអ្នកដែលមិនចង់ឡើងទម្ងន់ហើយនឹងអ្នកដែលមានបញ្ហាជាតិស្ករឡើងខ្ពស់គោលដៅយើងអតិថិជន3ប្រភេទហ្នឹងបាទអញ្ចឹងមួយឈុតបាទស្មើនឹងចំអិនឲ្យគ្រួសារបានលឿនហើយមានសុខភាពល្អទិញថ្ងៃនេះមាន promotion ថែមឆ្នាំ2បាទអាហ្នឹងគឺជា headline 1 2 3 4នេះបាទច្រើនគួរសមបាទប៉ុណ្ណឹងគួរចាត់ទុកមួយច្រើនណាយើងអាចកាត់ថយលើហ្នឹងក៏បានដែរ headline យើងដាក់អានេះជាដាក់អង់គ្លេស pressure cooker sukarai បាទ headline for family ហើយ CTA បាទគឺ call to action គឺ message អញ្ចឹងយើងមើលផុសទី2វិញបាទគឺយើង focus ទៅលើ fast cook soup អញ្ចឹងចំអិនលឿនបាទចំអិនស៊ុបលឿនជាងមុន3ដងបាទឆ្នាំងសម្ពាធខ្យល់អ៊ីតាលី Disney DS 450នេះ model បាទតែមានមុខងារ15បាទហើយមានមុខងារចំអិនលឿនមានស៊ុបឆ្ងាញ់ទន់ល្មើយអញ្ចឹងទៅបាទចំអិនឆ្អឹងសាច់ស្វិតឬក៏សាច់ពួរឆាប់ផុយបាទហើយចំណាយពេលវេលាត្រឹមតែ12 15នាទីបាទនេះជា keyword បាទដើម្បីឲ្យអតិថិជនចាប់អារម្មណ៍សមស្របសម្រាប់ម៉ាក់នេះសម្រាប់មានកូនតូចចង់ចំអិនអាហារលឿនបាទឆ្នាំងមួយមានចំអិនស៊ុបផងដាំបាយទុនផងឲ្យដុតមាន់ផងឬមុខងារផ្សេងទៀតចឹងទៅហើយតម្លៃពិសេសថ្ងៃនេះទិញថ្ងៃនេះមានតម្លៃពិសេសបាទការដឹកជញ្ជូនរហ័សឬដឹកជញ្ជូនអត់គិតថ្លៃអានេះ headline គឺយើងដាក់ fast cook soup បាទ 3x faster cooking យើងដាក់ជាអង់គ្លេសយើងដើម្បីឲ្យងាយ AI ចាប់ CTA mistake យើងប្រើអានេះគឺប្រើ mistake ដូចគ្នាចឹងសម្រាប់ asset ទី3គឺ focus ទៅលើសបគឺសម្រាប់លើបាយឆ្ងាញ់បាទសប delicious rice taste angle បាទ taste angle ចង់បានបាយឆ្ងាញ់ទន់ដែរឬទេបាទ pressure cooker អ៊ីតាលីចំនួនថ្មីចំអិនបាយបានទន់អង្គរឹងក៏ដាំបាយទន់ដែរមិនដាំបាយមិនជាប់ឆ្នាំងបាទមិនជាប់បាតបាទចំហុយសពគ្រប់មុខបាទដាំចំហុយឬដាំបានសពគ្រប់មុខមានមុខងារ15មុខងារមាន15មុខងារមានដាំបាយមានស៊ុបមានចំហុយមានសាច់មានដុតមាន់មានបបរមានមុខងារផ្សេងៗទៀតកំពុងមាន promotion ថែមចំនួនមានកំណត់បាទកំពុងតែមាន promotion ថែម2យើងក៏បានដែរបាទឆ្នាំង2ហើយ headline យើង digital surprise every time CTA message បាទហើយនេះវីដេអូអានេះគឺការបង្កើតវីដេអូទៀតបាទវែងពេកអញ្ចឹងខ្ញុំសង្ខេបប៉ុណ្្នឹងឯងបាទអញ្ចឹងភាគ2ខ្ញុំនឹងបង្ហាញចេះស្ដាយនៅលើ adset ហើយភាគ1នេះគឺខយើងរៀបអត្ថបទយើងត្រូវធ្វើចំណុចណាខ្លះបាទទៅចំណុចណាខ្លះដើម្បីយើងផ្សព្វផ្សាយក្នុង Facebook ចំណូលថ្មីនេះបាទចំនួនថ្មីនេះបាទការ web AI នេះបាទដល់អញ្ចឹងដោយសារយើងដាក់អញ្ចឹងដើម្បីឲ្យ Facebook មានជម្រើសច្រើន
តើអតិជនណាមានជំរឿចាត់យើងក៏លក់ដាច់បានច្រើនដែរហើយយើងក៏ចាយលុយច្រើនជាងមុនដែរដោយសារ13ហើយពីមុនយើងធ្វើតែមួយបាទអញ្ចឹងសម្រាប់អ្នកដែលមិនទាន់ចុច Subscribe Channel ខ្ញុំបាទសូមចុចម្នាក់មួយមកទទួលបានវីដេអូថ្មីនៅលើកក្រោយទៀតបាទសូមរងទស្សនាភាគ2